បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទហ៊ឿនសគានេះជា Channel YouTube របស់យើងខ្ញុំបាទបងប្អូនជាកងទ័ពព្រៃនៅលើភ្នំដងរែកយើងណាថ្ងៃនេះក៏ខ្ញុំមកកាច់ស្មៅសាបដើម្បីទុកធ្វើជាអំបោសបងប្អូនស្មៅសាបនេះឫសវាក៏ជាឱសថដែរបរមរានយើងពីដើមក៏កិតកាច់ដើមសាបនេះដើម្បីទៅធ្វើជាត្រៀមធ្វើជាទ្រូសម្រាប់ត្រង់កូនត្រីត្រង់ត្រីពេលខែត្រីចុះណាបងប្អូនហើយក៏ទំនៀមទម្លាប់បុរាណយើងមួយទៀតពេលគេឡើងផ្ទះឡើងគេហដ្ឋានអីគេយកតួសាបនេះគេយកទៅបំពាក់នៅសសរកន្លងដើម្បីអញ្ជើញបងប្អូនបានចូលរួមទៅបានឃើញក៏អូនេះសាបអូនេះសាបឲ្យបានឧបទ្រពទាំងដៃទាំងឡាយដែលនៅក្បែរផ្ទះយើងឲ្យវាសាបដូចអ្នកស្មៅសាបនេះបងប្អូននេះក៏ខ្ញុំមកកាច់យកទៅធ្វើអំបោសទេបងប្អូនហើយណែព្រោះថាដើមវាមិនទាន់សូវចាស់ទេដើមវានៅខ្ចីនៅឡើយនេះក៏ខ្ញុំកាច់បានប្រហែលជាមួយដុំហើយមកក្តាប់ដៃហើយបងប្អូនអាចទៅធ្វើជាអំបោសបោសផ្ទះបានហើយបងប្អូនកូនក្មួយកូនចៅចំនួនក្រោយអើយបើឃើញតាមដប់តាមព្រៃក៏កាច់យកមកប្រើប្រាស់ជាប្រយោជន៍ផងនេះក៏វឿនទុងកាប់យកទៅធ្វើថ្នាំសាបជាតិពុលបងប្អូនដែលថ្នាំថៃវាបាញ់ជាតិពុលមកក៏យកទៅផ្ញើបងប្អូននៅសត្វតមិនសត្វតកបីនោះបាទសូមអរគុណ